ទំនៀមទម្លាប់នៅស្រុកខាងនោះហ្នឹងឲ្យតែពេលទៅលេងផ្ទះភ្ជុំចូលឆ្នាំអីហ្នឹងដឹងតែឲ្យម៉ែឪស្រោចទឹកឲ្យហើយប៉ុន្តែគេភាគច្រើនក៏ឲ្យម៉ែឪស្រោចទឹកពេលព្រឹកពេលថ្ងៃអីណាតែចំណែកពីរនាក់នេះវិញឲ្យម៉ែឪមកស្រោចទឹកពេលយប់ក្បាលល្ងាចនេះអាពេលខ្លះគេស្រោចកដាលចូលឆ្នាំឬក៏ក្រោយចូលឆ្នាំអីបន្តិចបន្តួចណាប៉ុន្តែពួកនេះអាស្អែកឡើងទៅបំពេញវិញហើយចាប់ចូលឆ្នាំដល់2 3ថ្ងៃហើយទៅនឹកឃើញឲ្យស្រោចតែពេលសួរវាទៅវាថាចេះស្រោចទឹកពេលល្ងាចហ្នឹងហើយស្រោចឲ្យបានងូតទឹកបដ ாய் អាពេលវាដើរលេងចូលឆ្នាំជិះម៉ូតូគេប៉ាត់មកសើចាក់ទឹកទៅវាខ្លាចសើមកខ្លាចប្របាក់ផ្លាស់កៅអៅទេប៉ុន្តែពេលនៅផ្ទះទៅវាខ្ជិលអញ្ចឹងទៅក៏ឲ្យស្រឹកទឹកពេលល្ងាចទៅបើស្រោចពេលព្រឹកពេលថ្ងៃអីហ្នឹងវាខ្ជិលផ្លាស់កៅអៅញ៉ែញ៉ៃដល់ពេលអញ្ចឹងទៅក៏ស្រោចពេលយប់ហើយនៅពេលស្រោចទឹកគេបួងសួងសុំថាឲ្យសុខសប្បាយតិចតិចុំរកលុយបានច្រើនណាខ្ញុំថាចុះមិនសុំមកឆាប់បានប្តីផងទៅគេថាអាហ្នឹងក៏សុំដែរប៉ុន្តែមិនហ៊ាននិយាយចេញឲ្យលឺហ្នឹងជឿគាត់ថាពួកឯងមិនគុំសុំមកឆាប់បានដែរទៅមិនថាអញសុំយូរហើយតែសុំវាមិនបានសោះហើយខ្ញុំក៏បន្ថែមទៀតថារឿងគូព្រេងវាគង់មកដល់ទេគ្រាន់តែយូរឆាប់ប៉ុណ្្នឹងឯងអញ្ចឹងមិនបាច់ខ្វល់ទេធ្វើអីធ្វើទៅតែពេលវាមកដល់ហ្នឹងសុកមកដល់ឯងមិនអញ្ចឹង